ភាគទី8ក្នុងស្ថានភាពនេះទូស្រីពិតជាភ័យប៉ុន្តែមិនហ៊ានស្រែកនោះទេព្រោះខ្លាចថាប្តីនឹងបែកអារម្មណ៍ដើម្បីរក្សាឲ្យស្មារតីនឹងនៅនាងបានខំនឹកឃើញមុខម្ហូបឆ្ងាញ់ៗជាច្រើនដែលធ្វើអំពីសាច់របស់បិសាចដែលកំពុងតែដេញតាមពួកគេប៉ុន្តែសម្លេងស្រែករបស់ពួកវាពិតជាលឺធ្វើឲ្យនាងក៏រៀងភ័យខ្លាចបន្តិចហើយមួយសន្ទុះហើយប៉ុន្តែពួកវានៅតែតាមជាប់ដូច្នោះរ៉ូជ័រក៏បានចេញបញ្ជាឲ្យកងទ័ពរបស់ខ្លួនធ្វើការវាយប្រហារបិសាចប្រមាណក្បាលដើម្បីឲ្យវាដកថយប៉ុន្តែកំពុងតែហោះនៅល្បឿនយ៉ាងលឿនដូច្នោះបានត្រូវបិសាចទាំងអស់នោះមិនមែនជារឿងដែលងាយស្រួលនោះទេរ៉ូជ័រក៏បានប្រាប់ប្រពន្ធថាត្រូវតែយកចិត្តទុកដាក់តោងឲ្យជាប់ព្រោះគេនឹងហោះលឿនជាងនេះទៀតទៅអាចគេចផុតពីពួកបិសាចទាំងអស់ហ្នឹងទើបតែនិយាយចប់កែវភ្នែកបិសាចរបស់ទូប្រុសក៏បានបង្ហាញចេញមកដូច្នោះថាអំពើរបស់ទូប្រុសក៏បានកើនឡើងជួយឲ្យនាគរបស់គេហោះទៅពិតជាលឿនកងទ័ពខាងក្រៅក៏បានរាយការណ៍ប្រាប់ទូប្រុសថាមិនដឹងជាបិសាចទាំងអស់នេះវាកើតអីចេះតែបន្ថយជីវិតហោះទៅរកពួកគេរហូតប្រសិនជារដងទូប្រុសនឹងបែរមកដើម្បីប្រយុទ្ធជាមួយពួកវាហើយប៉ុន្តែលើកនេះមានប្រពន្ធដូច្នោះគេមិនអាចធ្វើអ្វីបាននោះទេពេលនោះ Mephira ក៏មានកំណត់មួយនាងចាំថាក្នុងវ៉ាលីរបស់ខ្លួនមានបំពង់វេទមន្តជាច្រើននាងក៏ផ្ដល់យោបល់ថាគុំបំពង់ទាំងអស់នោះទៅកាន់បិសាចដែលកំពុងតែហោះដេញតាមពួកគេហើយប្រសិនបើគ្រោះថ្នាក់ពេកនាងប្រាប់ទូប្រុសទម្លាក់នាងចុះទៅហើយហោះទៅខ្លួនឯងក៏បានច្បាស់ណាស់ទូប្រុសប្រកាសជាមិនយកព្រមនោះទេព្រោះអីហោះទៅមុខបន្តិចទៀតនឹងមានកងទ័ពជិះមកជួយពួកគេហើយក្រៅពេលស្ដាប់ពាក្យមួយនឹងនាងក៏បានស្ងប់អារម្មណ៍វិញបន្ទាប់មកនាងក៏បានយកបំពង់វេទមន្តអាក្រក់ចេញមកចាប់ដើមសរសេរបាលីលើវានាងក៏បានសួរឈ្មោះគ្រប់គ្រាន់របស់ប្តីដើម្បីសរសេរទៅលើវេទមន្តមួយនេះដូច្នោះដល់ពេលដែលវោផ្សំជាមួយវេទមន្តរបស់ទូប្រុសវានឹងផ្ទុះចំពេលល្អក្រៅពេលគូវេទមន្តទៅលើបំពង់នោះហើយនាងក៏បានសកាត់បំពង់នោះចូលមុខរបស់ប្តីហើយប្រាប់ឲ្យគាត់លិតមួយម៉ាត់ទៅរ៉ូជ័រក៏បានអានវេទមន្តដែលប្រពន្ធបានសរសេរនៅលើបំពង់មួយនោះវាពិតជាច្រើនដើម្បីតបស្នងការខំប្រឹងរបស់ប្រពន្ធទូប្រុសក៏បានកាត់ដៃយកឈាមរបស់ខ្លួនហើយបញ្ជូនវេទមន្តចូលទៅក្នុងបំពង់មួយនោះទូប្រុសក៏បានប្រាប់មូឡានធ្វើចំណុយដើម្បីតាក់ទាញបិសាចទាំងអស់នោះកងទ័ពម្នាក់នេះសុខចិត្តពលីជីវិតដើម្បីទូប្រុសដូច្នោះគេមិនខ្លាចនោះទេនៅពេលដែលធ្វើរឿងទាំងអស់ហ្នឹងប៉ុន្តែរ៉ូជ័រមិនចង់ឲ្យកងទ័ពណាម្នាក់របស់ខ្លួនបាត់បង់ជីវិតនោះទេរ៉ូជ័រក៏បាននិយាយអំពីផែនការរបស់ខ្លួនក្រៅពេលដែលអូសបន្លាយពេលវេលាគ្រប់គ្រាន់មូឡានត្រូវតែហោះឡើងលើមេឃឲ្យលឿនដើម្បីគេចឲ្យផុតពីវេទមន្តរបស់ទូប្រុសក្រៅពេលស្ដាប់ហើយមូឡានក៏បានធ្វើតាមភ្លាមគេបានបែរក្បាលហោះទៅកាន់បិសាចទាំងអស់នោះធ្វើឲ្យពួកវាពិតជាភ្ញាក់ផ្អើលក្រៅពេលដែលមូឡានហោះកាត់ពួកវាហើយទូប្រុសក៏បានគប់បំពង់វេទមន្តទៅមានបិសាចមួយក្បាលពិតជាសោយនៅពេលដែលលេបយកបំពង់វេទមន្តមនុស្សធ្វើឲ្យខ្លួនឯងខ្លាចជាក្របបែកដូច្នោះបណ្ដាមានការផ្ទុះប៉ុន្តែនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះបន្ទាប់មកគឺមានវេទមន្តជាច្រើនដែលទូស្រីបានសរសេរនៅលើបំពង់នោះដំណើរការរ៉ូជ័រក៏បានសរសើរប្រពន្ធរបស់ខ្លួនថាពិតជាពូកែនៅពេលវេលាយ៉ាងខ្លី Mephira អាចសរសេរជាងវេទមន្តជាច្រើនរ៉ូជ័រក៏បានប្រាប់ថានេះគឺជាឯកកម្បាំងរវាងពួកគេទាំងពីរនាក់ប្រសិនបើឲ្យអ្នកផ្សេងដឹងប្រកាសជាមានរឿងមិនល្អនោះទេទស្សនភាពផ្ទុះមួយនោះពិតជាធំធ្វើឲ្យកងទ័ពរបស់រ៉ូជ័រក៏រៀងបែកញើសនៅពេលដែលគិតថារ៉ូជ័របានប្រើរៀងជ្រៅដៃមូឡានក៏គិតថាផែនការមិនគឺរបស់រ៉ូជ័រអ្នកគិតឃើញដូច្នោះក៏បានសរសើរមិនចេះឈប់ទោះបីតែគេចផុតពីស្ថានភាពគ្រោះថ្នាក់ប៉ុន្តែ Mephira ពិតជាស្ដាយនៅពេលដែលគ្មានសាច់បិសាចដើម្បីហូបពេលនោះទូស្រីក៏មានអារម្មណ៍ថាខ្លួនរៀងជ្រៅដៃបន្តិចនៅពេលដែលប្រើប្រាស់វេទមន្តរៀងច្រើនសម្រាប់ទូប្រុសគឺវាមិនអីនោះទេព្រោះមិញនេះនាងបានជួយពួកគេឲ្យគេចផុតពីគ្រោះថ្នាក់ប៉ុន្តែត្រូវទទួលស្គាល់ថាឥទ្ធិពលរបស់វេទមន្តដែលទូស្រីប្រើប្រាស់ពិតជាខ្លាំងអាចនិយាយបានថាវាអាចបំផ្លាញប្រទេសមួយនគរយកមកដូច្នោះប្រសិនបើវេទមន្តនេះធ្លាក់ចូលដៃរបស់មនុស្សអាក្រក់លទ្ធផលប្រកាសជានឹកស្មានមិនដល់ Mephira ក៏រៀងភ័យខ្លាចហើយសួរម្ដងទៀតថាការសាយជ្រាវរបស់នាងជាមួយម្ដាយមានត្រូវប្រទេសជាតិហាមឃាត់ឬក៏អត់ Roger ក៏បានធានាថានៅតំបន់ដែលគេកាន់កាប់នឹងគ្មាននរណាគេហ៊ាននិយាយដើមនេះនោះទេដូច្នោះនាងកុំព្រួយបារម្ភអីចំណែកថាអំពើអាក្រក់ដែលនាងយកចេញពីខ្លួនបិសាចគ្រាន់តែប្រើប្រាស់វាដើម្បីបង្កាប់ភ្លើងដូចជារដងទៅបានហើយក្រៅពីនោះ Roger នៅសង្ឃឹមថា Mephira នឹងជួយឲ្យទឹកដីដែលទូប្រុសកាន់កាប់មានការរីកចម្រើនកាន់តែច្រើនស្ដាប់ពាក្យទាំងអស់នេះក៏ជួយឲ្យ Mephira បានស្ងប់អារម្មណ៍មិនគិតទៅដល់ក្របបែកដែលនាងបានបង្កើតជាងមកទៀតទទួលបានការគាំទ្រគ្រប់បែបយ៉ាងធ្វើឲ្យនាងមានអារម្មណ៍ថាពិតជាសប្បាយចិត្តនិងមានសុភមង្គលហើយអ្វីដែលកាន់តែសប្បាយជាងនេះទៅទៀតគឺទស្សនភាពដែលទៅប្រមាញ់បិសាចជាមួយគ្នាខួរក្បាលរបស់ទូស្រីបាននឹកឃើញទស្សនភាពដ៏ស្រស់ស្អាតជាច្រើនរវាងពួកគេទាំងពីរនាក់រ៉ូជ័រក៏បញ្ជាក់ថានេះគឺជារដូវកាលដែលមានបិសាចច្រើនដូច្នោះនឹងនាំនាងទៅប្រមាញ់ជាមួយគ្នាគ្រាន់តែនឹកឃើញដល់មុខម្ហូបថ្មីៗជាច្រើននឹងបានញ៉ាំនៅពេលខាងមុខក៏ធ្វើឲ្យនាងហូរទឹកមាត់ដែរពេលនោះ Chaos ក៏បានជីបាក់សីភ្លើងមកដល់ទីនេះព្រោះឮសំឡេងផ្ទុះយ៉ាងខ្លាំងលើកទី1បានឃើញបាក់សីភ្លើងដូច្នោះនាងមើលយ៉ាងជក់ភ្នែកព្រោះរោមរបស់វាពិតជាស្អាតមិនតែប៉ុណ្ណោះនាងនៅចង់ភ្លក់មើលសាច់របស់បាក់សីភ្លើងមួយនេះ Roger ក៏បានប្រាប់ Chaos ថាកុំព្រួយបារម្ភបញ្ហាត្រូវបានគេដោះស្រាយហើយរួចរាល់ហើយក្រោយពេលស្ដាប់ហើយទើប Chaos ភ្ញាក់ផ្អើលដឹងថាការផ្ទុះមិញនេះគឺទូប្រុសជាអ្នកធ្វើដូច្នោះ Chaos ក៏ស្ដីបន្ទោសឲ្យនៅពេលដែលមាន Mephira នៅទីនេះបាច់ជាប្រើវេទមន្តដ៏គ្រោះថ្នាក់អញ្ចឹងដូច្នោះ Chaos ក៏បានស្ដីបន្ទោសឲ្យទូប្រុសយ៉ាងច្រើនទាំងមិនដឹងថារឿងទាំងអស់ហ្នឹង Mephira ក៏បានចូលរួមចំណែកត្រូវគេចេះរៀងឈឺដែរប៉ុន្តែហ៊ានទទួលស្គាល់ថាខ្លួនជាអ្នកធ្វើដូច្នោះទូស្រីយើងមានតែអង្គុយស្ងៀមប៉ុណ្ណោះ
ពេលនោះកងទ័ពជំនួយរបស់ទូប្រុសក៏បានមកដល់នៅពេលដែលឃើញមេហ្វីរ៉ាពួកគេក៏បានសរសើរថាប្រពន្ធរបស់ទូប្រុសពិតជាស្អាតបានអ្នកទាំងអស់គ្នាសរសើរច្រើនធ្វើឲ្យទូស្រីយើងក៏បានអៀនឡើងក្រហមមុខរ៉ូជ័រក៏ពិបាកទ្រាំនៅពេលដែលសម្រស់របស់ប្រពន្ធបាច់ជាត្រូវអ្នកផ្សេងមើលដូច្នោះក៏បានបាំងវិញហើយប្រាប់កងទ័ពថាចេញឲ្យឆ្ងាយក៏មើលប្រពន្ធឯងប្រយ័ត្ននឹងវាយវើយពេលនោះពួកគេក៏បានហោះទៅដល់ជិតភូមិគ្រឹះដែលទូប្រុសស្នាក់នៅទីនេះមានរបស់គ្រប់យ៉ាងដែលទូស្រីត្រូវការទូប្រុសក៏បាននិយាយថាចំណុចស្រោយរបស់ភូមិគ្រឹះមួយនេះគឺវាធំពេកស្រេចក្រាញ់ជំនាន់មុនបានសាងសង់ទីនេះពិតជារឹងមាំដើម្បីទប់ទល់ជាមួយបិសាចតាមពេលវេលាទីក្រុងមួយនេះក៏កាន់តែរីកចម្រើនប៉ុន្តែពេលខ្លះក៏នៅតែមានបិសាចនៅក្នុងព្រៃអូសចេញមកដើម្បីវាយប្រហារទៅលើទីក្រុងរបស់ទូប្រុសកាន់កាប់ដូច្នោះហើយទើបពួកគេបានជីករណ្ដៅយ៉ាងជ្រៅនៅខាងក្រៅក្រុងដើម្បីរារាំងប្រជារាស្ត្រទាំងអស់ដែលនៅសល់កាលពី17ឆ្នាំមុនក៏កំពុងតែរស់នៅទីនេះនោះគឺជាអតីតមិនល្អប៉ុន្តែវាបានកំឡងផុតហើយដូច្នោះអ្នកទាំងអស់គ្នាកំពុងតែឆ្ពោះទៅមុខដើម្បីស្វែងរកភាពជោគជ័យមូឡានក៏បានមកដល់ទាន់អ្នកទាំងអស់គ្នាទូស្រីក៏បានសរសើរថាគេពិតជាក្លាហានធ្វើមូឡានពិតជាសប្បាយចិត្តហើយរៀងក្រហមមុខឃើញដូច្នោះរ៉ូជ័រពិតជាមិនសប្បាយចិត្តនៅពេលដែលប្រពន្ធសរសើរអ្នកផ្សេងដូច្នោះក៏បញ្ជាមូឡានទៅបើកទ្វារក្រុងខែអូសវិញនឹងហោះទៅភូមិគ្រឹះដើម្បីរៀបចំបន្ទប់ឲ្យទូស្រីចំណែកពួកគេវិញត្រូវតែហោះចុះផ្លូវក្រោមដីនេះដើម្បីគេចផុតពីរនាំងវេទមន្តមិញនេះព្រោះតែមានបិសាចច្រើនទៅបើរនាំងវេទមន្តការពារឲ្យប្រជារាស្ត្រហើយរនាំងមួយនេះនឹងប្រើប្រាស់ថាមពលពិតជាច្រើនដូច្នោះមិនមែនពេលណាក៏បាននោះទេតើតែមានស្ថានភាពគ្រោះថ្នាក់ចូលទៅដល់ទីក្រុងនេះទទួលបានការស្វាគមន៍របស់ប្រជារាស្ត្រទាំងអស់គ្នាចុងក្រោយនេះក៏បានឈានជើងទៅដល់ទឹកដីថ្មីតែជីវិតរបស់នាងនឹងក្លាយជាបែបណាទៅ